ស្វាគមន៍មកកាន់រូបមន្តមួយគឺ index match អញ្ចឹងយើងអាចប្រើរូបមន្តពីរបញ្ចូលគ្នាអញ្ចឹងរូបមន្ត index match នេះគឺការរកទិន្នន័យដែលត្រូវគ្នាតាម ID ទៅនឹងទិន្នន័យណាមួយអញ្ចឹង syntax វាបែបនេះអញ្ចឹងណាយើងមើលឧទាហរណ៍ឆាប់យល់ជាងអញ្ចឹងនេះគឺតារាងការលក់មួយបន្តមកនេះតារាងឈ្មោះបុគ្គលិកមួយនៅនេះអញ្ចឹងពេលដែលគេ input មក input ID អញ្ចឹងយើងចង់ដឹងថាឈ្មោះ ID ហ្នឹងឈ្មោះអ្នកណាដើម្បីទាញទិន្នន័យភ្ជាប់នេះដែលគេថាទិន្នន័យដែលត្រូវគ្នាតាមអីមួយអញ្ចឹងណាឧទាហរណ៍កន្លែងនេះ67 6677អញ្ចឹងវាត្រូវនេះ6677អញ្ចឹងត្រូវឈ្មោះបើយកមកឈ្មោះកន្លែងនេះអញ្ចឹងណាអូខេអញ្ចឹងស្មើរូបមន្តយើងវាស្មើមកហើយវាយពាក្យ index នេះចឹងឃើញអញ្ចឹងហើយអញ្ចឹងយើងត្រូវកំណត់ reference វាសិនអញ្ចឹងយើង reference វាគឺ select ពីលើដល់ក្រោមនេះប៉ុណ្ណឹងហើយ cell ហ្នឹងគឺយើងអត់ឲ្យប្រែប្រួលទេអញ្ចឹងមកករណីអត់ឲ្យប្រែប្រួលគឺយើងចុច F4 ឈប់អញ្ចឹងដោយសារពេលដែលយើង select ចេះទៅវាចេញ tab bar នេះខ្លួនវាស្រាប់អញ្ចឹងណាអញ្ចឹងដោយសារយើងចូលវាទៅ tab bar មានន័យថាមុននឹងចូលហ្នឹងគ្រូបញ្យល់នេះនេះដោយសារគ្រូរើសវានេះ select លើវាចេះមកហើយយើងយកពាក្យថា format ថា tab bar នេះអញ្ចឹងយកវា tab bar ពេលយើង select នេះវានឹងដូរអូតូឈ្មោះខ្លួនវាហើយនេះដូចគ្នាយើងធ្វើវាបានយើង select លើវាអញ្ចឹងហើយបានយើងformat វា tab bar អញ្ចឹងតែពេលអញ្ចឹងពេលដែលយើងវាយរូបមន្ត index នេះទៅឃើញទេពេលយើង select លើនេះអញ្ចឹងវាទៅជាឈ្មោះ tab bar 2ហើយ column name អញ្ចឹងណាអានោះសារយើងយកវា tab bar អញ្ចឹងបើករណីយើងអត់យក tab bar ទេយើង select លើវារួចយកពាក្យ design នេះយកពាក្យថា convert to rank នេះ convert to rank វិញចាអញ្ចឹងករណីអានេះដូចគ្នាដែរ select លើវាយើងមើលពាក្យខុសគ្នាវាមិនវិញ select លើវាពុបវាអត់មាន tab bar នេះមកនេះញ៉េ select លើនេះពុបវាចេញអា tab bar design នេះ tab bar tool មក select លើនេះអត់មានទេដោយសារយើង convert វា to rank អញ្ចឹងលក្ខណៈមើលវាជា tab bar ឬក៏ rank កន្លែងហ្នឹងអញ្ចឹងយើងចង់ឲ្យវាទៅ rank វិញ select លើវាយកពាក្យថា design រួចយកនេះ convert ទៅ rank វិញអញ្ចឹង click លើវាលេចេញ tab bar tool ហើយតោះអញ្ចឹងស្មើ index ទី1 select ទៅលើ array នេះគឺតារាងនេះអញ្ចឹងវាចេញ cell A2.A7 អញ្ចឹងមកករណីចេញ cell អញ្ចឹងយើងចុច key F4 មួយទៀតដើម្បី lock cell ឡើងអញ្ចឹងចេញដុល្លារចេះ lock cell កុំឲ្យយើងអូសទៅវាធ្លាក់តាម command មួយមកហើយបានយើងវាយពាក្យថានេះថាគេ match ឃើញទេចូលដល់ look up value អញ្ចឹង look up លេខ ID នេះ command មួយមក array look up array គឺយក ID ទាំងអស់នេះមកឃើញទេ command មកគឺ match នេះមានន័យថាយើងយកអត់ត្រូវគ្នាសិក្សាដូចគ្នាអញ្ចឹងវាលេខ0ចូលអញ្ចឹង enter មកបាទ enter មួយទៀតអញ្ចឹងឃើញទេ6677ហើយឈ្មោះបើមកអញ្ចឹងយើង select លើវាអូសចេះយកមកឬក៏ double click លឿន click ពីរដងលឿនអញ្ចឹងវាត្រូវមកនេះអញ្ចឹងមើលឡើងកន្លែងនេះគ្រូពេលគ្រូអូសមកចុះក្រោមអញ្ចឹងណាអញ្ចឹងទី2នេះអានេះនៅជាប់ដែរតែអានេះវាធ្លាក់ឃើញទេបាទមើលទី3អានេះធ្លាក់តារាងមកតទៀតអញ្ចឹងដោយសារគ្រូចុចភ្លេចចុច F4 នេះមានន័យថានេះ F4 ហើយតែតារាងនេះ B2.27 នេះត្រូវចុច F4 ទៀតអញ្ចឹង select លើវាត្រឹមហ្នឹងមកចុច F4 មួយទៀតហើយ enter អញ្ចឹងធ្វើអញ្ចឹងបានអូសនេះត្រូវនេះញ៉េអញ្ចឹងមើល6777ឈ្មោះបើនេះ6777បើឃើញទេដល់ពេលនេះ3453នាទីនេះ3453ឈ្មោះនាទីឃើញទេឥឡូវយើងដូរឈ្មោះនាទីហ្នឹងឧទាហរណ៍ទៅ អានេះដូរ តាមពីរនេះឃើញទេបាទអញ្ចឹងនេះរូបមន្តបែបហ្នឹងអូខេអរគុណជួបគ្នាវីដេអូក្រោយ